Hello សតិយោនេសាសតិយោនេសាខ្ញុំចង់និយាយរឿងមួយឲ្យអ្នកទាំងអស់គ្នាគិតឲ្យសប្បាយចិត្តខ្ញុំយ៉ាងណាគេថាមនុស្សយើងទាំងខ្ញុំហ្នឹងភាគច្រើនពិបាកតែរឿងដែលយើងស្ដាយក្រោយឧទាហរណ៍អ្វីដែលយើងនិយាយទៅហើយអ្វីដែលយើងមិនបានធ្វើគឺនឹងស្ដាយអាហ្នឹងឯងស្ដាយអញជុំមកអញនិយាយចឹងវិញគួរសោះវិញអូអញស្ដាយក្រោយមិនបានចេះមួយចេះពីរអ្វីដែលបាត់បង់ហើយអញ្ចឹងណាភាគច្រើនវាលើតមកតែហ្នឹងឯងវាលើតមកតែស្ដាយក្រោយអើយអីសម្បូរមនុស្សយើងដោយសារយើងអត់រស់នៅមួយបច្ចុប្បន្ននេះបច្ចុប្បន្នដែលយើងកំពុងតែមានអីហ្នឹងណាកំពុងតែមានដូចខ្ញុំអញ្ចឹងដូចខ្ញុំដើរមកអញ្ចឹងខ្ញុំពិចារណាថាចុះខ្ញុំមានប៉ុណ្ណឹងមានថាអ្វីដែលខ្ញុំមានហ្នឹងគឺខ្ញុំព្រមខ្ញុំអត់ប្របាក់ចិត្តទេមានន័យថាបើទោះតែខ្ញុំមានលើសនឹងទៀតវាអត់មានអីខុសអាចិត្តនឹងព្រមដែរវាអត់មានខុសពីអាចិត្តនឹងព្រមទេតែអាតួមួយចង្រៃតួថាចេះចុះម៉ាយអាទេសអញដូចអត់ស្អាតសោះវិញអញរស់ស៊ីដូចអត់ដូចគេសោះវិញយើងប្រកាន់តារបៀបហ្នឹងអាចិត្តស្ដាយអាចិត្តទៅតោះអាមិនព្រមហ្នឹងធ្វើឲ្យយើងហ្នឹងវាកើតទុកហើយវាពិបាកបើសិនយើងព្យាយាមព្រមនៅអ្វីដែលយើងមានហើយយើងរស់នៅតាមបែបយើងសម្គាល់ថាពេលមានកន្លែងប៉ុណ្ណេះមានរបបប៉ុណ្ណេះមានលុយប៉ុណ្ណេះមានញាតិប៉ុណ្ណេះហើយយើងអាចប្រព្រឹត្តទៅបានណាបើព្រមប៉ុណ្ណឹងដិតបេះហ្មងជីវិតយើងតែយើងអត់ព្រមនៅអាកាតុហេតុអីក៏អត់ព្រមដោយសារអត់មានការជួយដាស់តឿនគ្នាយើងដាស់តឿនតែម៉េចចុះម៉ែឃើញអានោះគេរត់ទៅគឺបានមានណាចុះម៉ែចង់ដូរឡានឃើញភាគច្រើនតែអញ្ចឹងឯងយើងនាំគ្នាជជែកគ្នាដើម្បីឲ្យតកើតទុកអត់ជជែកគ្នានៅប្រូនៅបច្ចុប្បន្ននេះដូចឧបមាថាខ្ញុំមានបញ្ហាអញ្ចឹងចាប់ដើមអាណិតកំលុចមិនអញ្ចឹងចេះតែអញ្ចឹងមកវាតកើតទុកហ្នឹងវាអត់ព្រមថាវាសមហើយវាសមនឹងអញ្ចឹងយើងអត់មានគិតថាអញ្ចឹងយើងវាបានតែប៉ុណ្្នឹងហើយសមនឹងអញ្ចឹងហើយយើងព្រមនឹងអ្វីដែលនៅប៉ុណ្្នឹងមានន័យថាអញ្ចឹងមានន័យថាយើងចង់កែក៏កែដែរវាកែរឿងដែលយើងជួបរាល់ថ្ងៃហ្នឹងកែទេវាត្រូវបានគឺវាបានវាត្រូវបាត់គឺវាបាត់ហើយអញ្ចឹងអ្វីដែលយើងអាចរំដោះសេចក្តីទុកហើយទទួលបាននៅសេចក្តីសុខគឺយើងព្រមអ្វីដែលយើងមានបច្ចុប្បន្នពីនឹងជ្រៅខ្លាំងមែនតើនឹងយើងទាំងអស់គ្នានឹងយកបានអត់ទេណាហើយឧបមាថាព្រះសម្មាសម្ពុទ្ធសម្ដែងថាសតិប្បដ្ឋាន4ជាផ្លូវឯកដើម្បីរលាស់នៅសេចក្តីទុកបាត់ទុកសោកទោសមនុស្សទាំងអស់ហើយសតិប្បដ្ឋាន4ហ្នឹងគឺបរមត្ថធម៌4ចិត្តចេតសិករូបនិព្វានហ្នឹងឯងហើយយើងរងឯងរលឹកតែចិត្តនិងចេតសិកបានហើយរូបប៉ុណ្ណឹងបានហើយរលឹកប៉ុណ្ណឹងទៅវាបរមត្ថធម៌ហើយកាលណាដែលរលឹកបរមត្ថធម៌វាដាច់នៅសេចក្តីទុកដាច់មែនណាអត់និយាយលេងដាច់មែនណាប៉ុន្តែយើងរស់នៅរងថ្ងៃរស់នៅជាមួយបញ្ញត្តិដល់រស់មកបែបជាប់កូនអញប្រពន្ធអញប្តីអញញាតិអញផ្ទះអញអីអញវាជាប់អានឹងពេកធ្វើឲ្យយើងកើតទុកអញ្ចឹងរៀនសតិប្បដ្ឋានរៀនតាមដានសភាវៈធម៌ចិត្តអីកើតប្រកបកាលណាដែលយើងរៀនថ្នាក់មួយថ្ងៃម្ដងពីរដង3ដងថ្នាក់យូរទៅអាភាពព្រមក៏យើងទទួលអាសភាវៈធម៌ក៏យើងបានសេចក្តីសុខក៏ទទួលបានទៀតដោយសារអីយើងបានធ្វើសតិប្បដ្ឋានកំណត់ដឹងសភាវៈធម៌ប្រកបចិត្តចេតសិករូបមកអញ្ចឹងបើចង់បានសុខព្យាយាមមើលសភាវៈធម៌ស្អីប្រកបលោភៈទោសៈមោហៈមហាកុសលចិត្តព្យាយាមកំណត់ដឹងអូខេបាយ